បត្តិការរុករកយន្តហោះ MH370 របស់ក្រុមហ៊ុន Akasio Malaysia នឹងចាប់ផ្ដើមសារជាថ្មីទៀតនៅថ្ងៃទី30 ខែធ្នូពលគឺ11ឆ្នាំបន្ទាប់ពីវាបានបាត់ខ្លួនយ៉ាងអាត់កំបាំងបំផុតនៅក្នុងប្រវត្តិសាស្ត្រវិស័យអាកាសចររបស់ពិភពលោកបើតាមក្រសួងដឹកជញ្ជូនម៉ាឡេស៊ីក្រុមហ៊ុន Ocean Infinity ដែលមានមូលដ្ឋាននៅអង់គ្លេសនិងអាមេរិកនឹងចាប់ផ្ដើមប្រតិបត្តិការរុករកនៅបាតសមុទ្រឡើងវិញផងដែរនៅក្នុងរយៈពេល55ថ្ងៃដើម្បីស្វែងរកដំរីពីការបាត់ខ្លួននៃយន្តហោះ MH370 ជើងហោះហើរ MH370 ជាប្រភេទយន្តហោះ Boeing 777 ដឹកអ្នកដំណើរសរុបចំនួន227នាក់រួមទាំងសមាជិកនាវិក12នាក់នៅពេលដែលវាបានបាត់ខ្លួនពីប្រព័ន្ធរ៉ាដាតាមផ្លូវធ្វើដំណើរពីទីក្រុងកូឡាឡាំពួរឆ្ពោះទៅកាន់ទីក្រុងប៉េកាំងនៅក្នុងឆ្នាំ2014ការស្វែងរកនៅក្នុងខែមេសាឆ្នាំនេះភាគច្រើនធ្វើឡើងនៅភាគខាងត្បូងមហាសមុទ្រឥណ្ឌាប៉ុន្តែវាត្រូវបានពន្យាពេលដោយសារតែលក្ខខណ្ឌអាកាសធាតុមិនអំណោយផលសូមរំលឹកថាការបាត់ខ្លួនជើងហោះហើរ MH370 ដែលបានផ្ដាច់ជីវិតអ្នកដំណើរ227នាក់រួមទាំងសមាជិកនាវិក12នាក់កាលពីថ្ងៃទី8ខែមិនិនាឆ្នាំ2014អំឡុងពេលហោះហើរពីទីក្រុងកូឡាឡាំពួរទៅកាន់ទីក្រុងប៉េកាំងបានក្លាយជារឿងអាត់កំបាំងបំផុតនិងជារឿងដ៏ភ្ញាក់ផ្អើលជាខ្លាំងដល់មនុស្សនៅទូទាំងពិភពលោក